មនុស្សមិនមែនមានអាយុវែងព្រោះទ្រព្យទេណាកូនកាលណាកូនឃើញអ្នកដតីមានទ្រព្យជាងយើងកូនកុំចំណែននឹងអ្នកដតីនោះចូលកូនមើលអ្នកដតីដែលក្រជាងយើងគឺច្រើនណាស់ហើយកូនចេះអាណិតដល់អ្នកដតីដែលមានទុក្ខអាចជួយបានតាមសមត្ថភាពប៉ុន្តែទោះជាយ៉ាងណាក៏កូនកុំបៀតអ្នកដតីបើមិនបានជួយអ្វីដតីទៅនោះជាមួយនឹងអ្នកដែលមានបានកូនគ្រាន់តែត្រេកអរមុទិតានឹកឃើញថាបុណ្យគេបានធ្វើមកអញ្ចឹងទៅកូនមានសេចក្តីសុខហើយចាំបាច់បណ្ណាំងប្រជែងអីទៅឲ្យកើតទុកឡើយកូនត្រូវរៀនរស់នៅឲ្យជាសុខក្នុងបច្ចុប្បន្ននឹងឯងឈរនៅស្ថិតនៅកន្លែងណាក៏ឲ្យបានសុខទៅគ្រប់គ្រាន់សម្រាប់កូនហើយមិនចាំបាច់ឈរនៅកន្លែងនៅឲ្យដូចជាអ្នកអតីខ្ពស់ផុតទៅណានៃនោះទេសំខាន់គឺចិត្តយើងល្មមបានសុខក្តីសុខវានៅក្នុងចិត្តយើងល្មមឯនេះទេសូមអនុមោទនាបុណ្យសូមឲ្យកើតបុណ្យកើតកុសលដល់បងប្អូនអ្នកទេសនាទាំងអស់ដែលបានឃើញនៅក្នុងវីដេអូនេះទទួលបាននូវចំណែកបុណ្យស្មើគ្នានៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតខេត្តបាត់ដំបងប្រសងប្រមាណជិត200អង្គសូមជូនបុណ្យបងប្អូនអ្នកទេសនាទាំងអស់បានមើលឃើញនៅក្នុងវីដេអូនេះទទួលបាននូវចំណែកបុណ្យស្មើគ្នាសូមអនុមោទនាសូមអរព្រគុណនិងអរគុណសូមប្រកែកនឹងជម្រាបជូនបងប្អូនអ្នកទេសនាផងដែរថានេះជាសំណង់មហាកុដដែលមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់3ជាន់កំពុងកសាងនៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងកុដនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ព្រះសង្ឃដែលជាសាមណសិស្សមកគង់បួសស្នាក់នៅបន្តការសិក្សារៀនសូត្របើសិនជាកុដនេះកសាងរួចព្រះសង្ឃអាចគង់បានដល់ទៅជិត200អង្គចឹងត្រូវការសទ្ធាពុទ្ធបរិស័ទទាំងអស់គ្រប់ទិសទីដើម្បីជួយជ្រោមជ្រែងសម្រាប់ការសាងសង់មហាកុដនេះសូមអរគុណសម្រាប់បងប្អូនអ្នកទេសនាទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះបងប្អូននឹងជួយចែករំលែកការ share និងមានសទ្ធាជ្រះថ្លាចូលរួមសម្រាប់ការកសាងមហាកុដដែលមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់3ជាន់សូមអនុមោទនាសូមអរព្រគុណនិង